ភពកន្លែងឬថាធ្វើដាក់កន្លែងថ្មីទៅគាត់ឃើញស្អាតទឹកដៃយើងល្អតម្លៃសមរម្យអីវ៉ាន់យើងល្អគាត់ប្រាប់តនេះរហូតខ្ញុំចាប់ដើមបើកដឹងវាជាង10ឆ្នាំហើយបងហើយយើងធ្វើទៅតាមម៉ូដកំងតាមភ្ញៀវដាក់តាមខុនដូតាមក្លឹបការ៉ាអូខេតាមផ្ទះនិយាយរួមទូទៅអត់ទៅភ្ញៀវទៅការគឺយើងអាចធ្វើបានទាំងអស់អញ្ចឹងបងបើម៉ូដបើគាត់មានកាតាឡុកយើងអាចធ្វើបានទៅ90%ទៅ95%ម៉ូដពីស្រុកក្រៅមកបងបើថាម៉ូដនៅខ្មែរយើងមានកាតាឡុកគឺយើងមានពុំប្រាប់ឲ្យភ្ញៀវគាត់ចង់បានម៉ូដម៉េចគឺយើងមានកាតាឡុកឲ្យគាត់ឆ្លាញ់យើងអូខេយើងមានពុំប្រាប់ហ្មងយើងអាចធ្វើបានទាំងអស់និយាយរួមទៅតម្លៃនៅស្រុកខ្មែរយើងហ្នឹងវាគុណភាពវាមិនចាញ់បរទេសទេបងហើយតម្លៃវាសមរម្យអីវ៉ាន់អាចទទួលយកបាននៅពេលអញ្ចឹងការគ្រប់គ្រងរបស់ខ្មែរយើងថាអីវ៉ាន់យើងក៏ល្អតម្លៃយើងវាសមរម្យអត់បាច់ដឹកជូនចេញចូលច្រើនឆ្ងាយហើយនៅនេះយើងអាចថាធ្វើទៅអីវ៉ាន់យើងមើលទៅគុណភាពវានៅជាក់ស្ដែងនៅមុខអញ្ចឹងបងបាទវាអត់ទៀងបងជូនច្រើនជូនតិចទៅវាអត់ទៀងទេតាមឲ្យថាភ្ញៀវគាត់ត្រូវការអញ្ចឹងបងវាទៀងបើយើងធ្វើបោះដុំបោះអីអាហ្នឹងវាទៀប៉ុនខ្ញុំកន្លែងខ្ញុំតោះតែកំងមកខ្ញុំធ្វើកំងតិចកំងច្រើនតិចក៏ខ្ញុំធ្វើច្រើនក៏ខ្ញុំធ្វើខ្ញុំទូបានទាំងអស់ប៉ុន្តែអត់មានធ្វើបោះដុំទៅលោកឲ្យឈ្មោះម៉ូតូអត់ទេបើដូចជាខុនដូថាគេមាន20បន្ទប់30បន្ទប់ហ្នឹងទៅគាត់កំងតាមហ្នឹងទៅតែមួយបន្ទប់ក្នុងមួយបន្ទប់មួយឈុតអញ្ចឹង20បន្ទប់វា20ឈុតអញ្ចឹងបងបើបាច់ធ្វើប្រហែលជាមួយខែជាងខ្ញុំធ្វើហើយច្រើនបងចុងការទៅគាត់ចេះមុំទៅគាត់អាចទៅរកទីខ្ញុំគាត់បានតទៅអញ្ចឹងបងបើជាងនៅជាមួយខ្ញុំទៅរាល់ថ្ងៃដល់6នាក់ឯងប៉ុន្តែនៅកំពង់សោម3នាក់នៅនេះ3នាក់ការងារហ្នឹងមិនស្អាតបាតបងមិនគ្រាន់តែនេះជាការឆ្លាញ់របស់យុវជនយុវអីទេបើថាការងារនេះវាល្អត្រង់វានៅក្នុងមលុបវាអត់មានឡើងកម្ពស់ឡើងអីអញ្ចឹងវានៅការងារនៅក្រោមអញ្ចឹងហើយនិយាយរួមទៅពិបាកខ្វះដែរព្រោះយុវជនឥឡូវគាត់ធ្វើអីច្រើនតាមតែគ្នាអញ្ចឹងហើយជាងថ្ងៃក៏យើងពិបាកនៅជាងមុននេះឥឡូវនេះវាបានគ្រាន់បានដែរបងជាងបើគាត់ធ្វើទៅហ្នឹងក៏ខែគាត់ក៏បានគ្រាន់បានដែរមួយខែបាន4-500ដែរបងគាត់ចេះហ៎អញ្ចឹងយើងអាចជួយពួកគាត់បានហើយជីវភាពខ្ញុំអាចដោះស្រាយបានតិចតួចមកនិយាយរួម100ខ្លួនអញ្ចឹងបងមកតួដែរនិយាយរួមគេកំងទៅគេថាអីវ៉ាន់យើងល្អទូយកបានស្អាតអញ្ចឹងគាត់ប្រាប់បងអូនគាត់តនេះរហូតនិយាយរួមការងារខ្ញុំឲ្យធ្វើបាន100ហើយគាត់ប្រាប់តនេះរហូតភពកន្លែងគឺថាធ្វើដាក់កន្លែងថ្មីទៅគាត់ឃើញស្អាតទឹកដៃយើងល្អតម្លៃសមរម្យអីវ៉ាន់យើងល្អគាត់ប្រាប់តនេះរហូតអត់ដែលមានភ័យអត់មានអីគេទេគេចិត្តតែឲ្យបង្កើតដែរប៉ុន្តែខ្ញុំចិត្តតែវាមិនទៅចេះអាជំនាញហ្នឹងដល់ពេលអញ្ចឹងយើងធ្វើតែម៉ួយអញ្ចឹងបងតាមរយៈតែរយៈបងអូនដែលខ្ញុំធ្វើបានមួយទៅគាត់តនេះវិលជុំពេញហ្នឹងទៅអញ្ចឹងបងតនេះសាយភេតាមហ្នឹងទៅតរហូតបងតិចច្រើនយើងធ្វើតរហូតអត់ដែលដាច់ទេបើដាច់ចឹងតាមិនអត់ថាអត់ទេ2-3ថ្ងៃទេ2-3ថ្ងៃមិនគ្រាន់តែការងារហ្នឹងផ្លងវាមិនធ្លាក់មកឬក៏យើងគាត់តែមកដល់អញ្ចឹងបងដល់ពេលមួយថ្ងៃ2ថ្ងៃទៅយើងទៅអាផ្ទះទៅហើយ2-3ថ្ងៃក្រោយយើងចាប់ដើមធ្វើតែធ្វើឲ្យតរហូតទៅទិញឈុតតែពីបរទេសមកតែមួយឈុតប៉ុន្តែយកមកឲ្យកូនខ្មែរយើងអ្នកឆ្នៃមកដែរហើយតម្លៃអានេះជាគេយើងកុំនិយាយព្រោះអានេះជាការរកទីរបស់គាត់តាមពិតត្រឡប់ម៉ូដមិនកូនខ្មែរយើងអាចធ្វើបានទាំងអស់ជួនកាលទៅគាត់ថារបស់អ៊ីតាលីទៅរបស់អាល្លឺម៉ង់ទៅដល់ពេលភាពជាក់ស្ដែងគាត់ទិញតែឈុតហ្នឹងមកឈុតមកគឺឲ្យកូនខ្មែរយើងតម្លៃរបស់ខ្មែរយើងតែទេអញ្ចឹងប៉ុន្តែគាត់តម្លៃថៃស្នូយើងអត់ដឹងតែគាត់លក់បានយើងអត់ដឹងទេនិយាយរួមទៅគេបោះគេរបស់យើងគេមកជីគេពិសេសជាមួយយើងគេ100យើងបាន90អីចឹងបងយើងអត់បាន100ដូចគេទេអូគេចេញពីរោងចក្រយើងរួមមកយើងចលងពីគេហើយតាមមួយយើងឆ្នៃឧបករណ៍យើងវាអត់គ្រប់គ្រាន់ដូចរបស់គេបើតាមឧបករណ៍បើយើងឧបករណ៍គ្រប់គ្រាន់ដូចគេក៏យើងបានធ្វើបានដូចគេតែបើគាត់ឲ្យវ៉ាន់ឧបករណ៍យើងវានៅខ្វះខាតដល់ពេលរបស់គេចេញមកឃើញតែ100ហ្មងបើយើងបានទៅប្រឹកព្រៀបយើងបញ្ចាក់បញ្ចែកបាន90 95ប៉ុណ្ណឹង